Hello សួស្តីបងប្អូនទាំងគ្នាជួបគ្នាបាទសង្ហេទេដែរខ្ញុំខានចេញវីដេអូយូរហើយព្រោះអត់មានពេលថតហើយអត់មាន iPad នឹងការកាត់តអត់អីចឹងឥឡូវខ្ញុំថតវីដេអូនេះប្រហែលជាកាត់តទាំងទូរស័ព្ទអូខេទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតកូនត្រីរបស់យើងដែលយើងដាក់ប្រហែលក្បាលថ្ងៃមុនឥឡូវយើងមាន surprise គឺឥឡូវគេមាន baby ហើយខែត្រជាក់ពេលចឹងឥឡូវខ្ញុំបដូរពីថាំងខ្ញុំមកដាក់ស្នោវិញព្រោះអត់ដឹងថាខ្ញុំត្រូវย้ายផ្ទះថ្ងៃណាអញ្ចឹងបងប្អូនទាំងអស់គ្នាហើយឥឡូវវាមានបញ្ហាព្រំដែនទៀតហើយអូខេខ្ញុំនៅកំពុងតែរស់នៅក្នុងប្រទេសថៃនឹងផ្ទាល់ហ្មងព្រោះឥឡូវថ្ងៃនេះជាថ្ងៃទី11ខែ12ឆ្នាំ2025វាអត់ទាន់មានការជជែកគ្នាឲ្យបានត្រឹមត្រូវទេព្រោះឥឡូវកំពុងតែក្តៅយើងខ្លួនប៉ុន្តែថ្ងៃនេះក៏ដូចជាមានប្រធានាយករដ្ឋមន្ត្រីរបស់អាមេរិកខលមកប្រហែលជាត្រូវមកខលមកនិយាយគ្នាជាមួយនឹងថ្នាក់ដឹកនាំទាំងពីរប្រទេសតែមួយថៃជាមួយខ្មែរនឹងរកវិធីដោះស្រាយហើយវីដេអូនេះខ្ញុំមកនេះទេអត់ចង់និយាយសែតទេប៉ុន្តែយើងមានតែជូនពរដល់បងបងកងទ័ពនៅខាងជួមុខឬក៏តាមជាដែនសូមឲ្យជួបតែសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នាខ្ញុំនេះមានតាកម្លាំងចិត្តទេខ្ញុំមកជួយអត់បានទេព្រោះឥឡូវជួយខ្លួនឯងក៏វ៉ាដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអូខេឥឡូវយើងមកមើល baby របស់កូនថៃរបស់យើងទៅដល់ណាទឹកឡើងខៀវបងប្អូននេះខែភ្លៀងអីខែភ្លៀងខែត្រជាក់នេះ baby ឃើញអត់នេះកូន5ក្បាលបងប្អូនអរគ្នាប៉ាន់នៅក្រោមខ្ញុំអត់តមកដូរទឹកទេឥឡូវនេះរបស់យើងទឹកឡើងខ្លាឆ្វេងកូនថៃឡើងចោលនេះកូនថៃនឹងកូនថៃខ្លះហើយកាប់ពូជក៏គ្នាដាក់មេចូលគ្នាច្រោះចម្រុះអូខេអានេះទឹកឡើងខៀវទឹកឡើងខ្លាឆ្វេងមាននេះទឹកឡើងខៀវមិនប៉ាត់ទេនេះគឺតែច្បាស់បងប្អូនជួយខ្ញុំ focus នេះច្រើនមែនតើហើយវីដេអូនេះក៏អត់មានអីច្រើនទេបងប្អូនអូខេខ្ញុំចេញវីដេអូនេះដោយសារតែនឹកអ្នកទាំងអស់គ្នាពេកហើយណាមកខ្ញុំអត់តបានធ្វើវីដេអូវិញទេព្រោះដូចខ្ញុំនិយាយចឹងអត់មានអីកាត់តព្រោះ iPad ខ្ញុំលែងមាន iPad កាត់តហើយកាត់តលើទូរស័ព្ទក៏វាវ៉ានឹងបងប្អូនអ្នកគ្នាគួរដឹងកាត់តលើទូរស័ព្ទហើយណាមកខ្ញុំថតពីចេញពីកាមេរ៉ាពេលចឹងពេលត្រូវការទំហំច្រើនហើយទូរស័ព្ទខ្ញុំប្រហែលជាទប់ទល់រួចទេជាមួយនឹងទំហំ G ចឹងណាអូខេហើយឥឡូវវីដេអូរបស់យើងគឺទទួលបាន 5K វីដេអូមុនណាកូនថៃខ្ញុំងាប់ហើយកូនថៃខ្ញុំវិញណាហើយចំនួន subscribe របស់យើងជាបាន120ណាគោលដៅរបស់យើងគឺរកឲ្យបានតែ100 subscriber ទេក្នុងពេល10ឆ្នាំឆ្លងឆ្នាំ2025 2026នឹងប៉ុន្តែវាលើសពីការបង្ទុករបស់យើងគឺឥឡូវយើងបានដូចជា120 subscriber ហើយគឺអរគុណខ្លាំងមែនតើសម្រាប់ការគ្រប់គ្រងសង្ឃឹមថាខ្ញុំនឹងមានពេលធ្វើវីដេអូបន្ថែមឲ្យបងប្អូនទស្សនាអញ្ចឹងណាខ្ញុំក៏ចង់ធ្វើដែរបងប្អូនអ្នកគ្នាគ្រាន់ថាពេលខ្លះខ្ញុំអត់មានពេលហើយបញ្ហាធំនោះក៏អត់មានអីកាត់តហ្នឹងមកហើយតែអត់មានអីកាត់តចប់ហ្មងវាអត់មានអារម្មណ៍ធ្វើវីដេអូអត់មានអីកាត់តដែរអញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាហើយកុំភ្លេចជួយចុច like ជួយ subscribe ផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផងហើយជូនពរបងប្អូនខ្មែរទាំងអស់គ្នាជួបតែសេចក្តីសុខស្ដីចម្រើនជាផុតពីគ្រោះជាផុតពីសង្គ្រាមមួយនឹងបានសុខសុវត្ថិភាពទាំងអស់គ្នាបងប្អូនជាពិសេសបងប្អូននៅតាមជាដែរណាគឺមួយឆ្នាំហ្នឹងគឺរត់2ដងហើយខ្ញុំពិតជាជារួមមានតែអាណិតមែនតើសង្ឃឹមថាយើងនឹងឆ្លងផុតនៅទុក្ខលំបាកមួយនេះអូខេអរគុណចា៎បាយបាយ